អង្គវេទកាទាំងមូលជាទីគោរពមិត្តក្រុមស្របជាទីស្រឡាញ់ខ្ញុំអើយមិត្តបានលើកឡើងពីកត្តាជាច្រើនដែលបង្ហាញពីខ្លឹមសារនិងអត្ថន័យដែលបង្ហាញថាការវិនិយោគកម្មវិធីលើកកម្ពស់ការរដ្ឋបង្កើនអ្នកដឹកនាំសង្គមប្រកបដោយគុណភាពនាថ្ងៃអនាគតប៉ុន្តែមិត្តត្រូវចាំប្រសិនបើគ្មានការចូលរួមបន្ថែមពីតលហេកទាំង3របស់ក្រុមបដិសេធយើងខ្ញុំនោះទេសួរថាតើការវិនិយោគកម្មវិធីលើកកម្ពស់ការរដ្ឋតែមួយមុខអាចបង្កើតឲ្យមានអ្នកដឹកនាំសង្គមប្រកបដោយគុណភាពនៅថ្ងៃអនាគតបានយ៉ាងដូចម្ដេចទៅអង្គវេទកាទាំងមូលជាទីស្រឡាញ់ជាកិច្ចបន្ទាប់អនុញ្ញាតឲ្យរូបនេះខ្ញុំសូមគោរពដល់គណៈធិបតីគណៈកម្មការនិងអង្គវេទកាទាំងមូលជាទីគោរពសួស្តីមិត្តក្រុមស្របជាទីស្រឡាញ់នាងខ្ញុំកងគីមហួរជាសមាជិកទី4មកពីក្រុមបដិសេធសូមឡើងមកធ្វើការសរុបសេចក្តីបងរួមនៃឲ្យខ្លឹមនៅតលហេកដ៏រឹងមាំនិងមានអត្ថន័យទាំង3ដោយបានឆ្លើយតបទៅការប្រធានខាងលើដែលបានលើកឡើងថាការវិនិយោគលើកម្ពុជាកម្មវិធីការរដ្ឋនោះនឹងបង្កើតឲ្យមានអ្នកដឹកនាំសង្គមប្រកបដោយគុណភាពនៅថ្ងៃអនាគតតែលហេកទី1ការវិនិយោគលើកម្ពុជាខ្លួនឯងបង្កើតស្មារតីខ្លះជាអ្នកដឹកនាំជាការពិតណាស់បុគ្គលដែលចង់ខ្លាចទៅជាអ្នកដឹកនាំសង្គមប្រកបដោយគុណភាពនៅថ្ងៃអនាគតនោះគឺជាបុគ្គលដែលបានយកចិត្តទុកដាក់ជាពិសេសទៅលើការលើកកម្ពស់ខ្លួនឯងតាមរយៈវិធីសាស្ត្រនិងគន្លឹះសំខាន់ដែលអ្នកដឹកនាំគួរតែប្រកាន់ភ្ជាប់ជាមួយនឹងមាគ៌ាទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនាសម្រាប់វិនិយោគខ្លួនឯងក្នុងការបង្កើតស្មារតីឲ្យខ្លាចទៅជាអ្នកដឹកនាំសង្គមប្រកបដោយគុណភាពនៅថ្ងៃអនាគតនៅលើលោកនេះមនុស្សគ្រប់រូបទាំងអស់ក្មេងចាស់ប្រុសស្រីចង់ឲ្យខ្លួនខ្លាចទៅជាមនុស្សល្អមុនទើបគិតដល់អ្នកដទៃតាមក្រោយតើត្រឹមត្រូវទេអង្គវេទកាទាំងមូលជាទីស្រឡាញ់តែលហេកទី2ការវិនិយោគលើកម្ពុជាសមត្ថភាពពីធម្មជាតិនិងចំណេះជំនាញវិជ្ជាជីវៈឲ្យស្របទៅតាមភាពជាអ្នកដឹកនាំជាក់ស្ដែងអ្នកដឹកនាំគឺជាបុគ្គលដែលមានសមត្ថភាពជំរុញឲ្យអ្នកដទៃធ្វើកិច្ចការឲ្យបានសម្រេចតាមគោលដៅរួមហើយលទ្ធផលនៃការជោគជ័យកាន់តែច្រើនជាភស្តុតាងបង្ហាញថាភាពជាអ្នកដឹកនាំកាន់តែមានប្រសិទ្ធភាពការវិនិយោគកម្មវិធីលើកម្ពុជាកាយរដ្ឋតែមួយមុខមិនទាន់គ្រប់គ្រាន់ឲ្យបុគ្គលរូបនោះខ្លាចទៅជាអ្នកដឹកនាំសង្គមបានទេលុះត្រាតែបុគ្គលរូបនោះបន្ថែមទៅលើការវិនិយោគសមត្ថភាពពីធម្មជាតិនិងចំណេះជំនាញវិជ្ជាជីវៈឲ្យស្របទៅតាមកលៈទេសៈនៃភាពជាអ្នកដឹកនាំតែលហេកទី3ការវិនិយោគលើកម្ពុជាវិស័យអប់រំសម្រាប់អ្នកទាំងអស់គ្នាខ្លាចជាថ្នាក់ដឹកនាំជាការប៉ັດមិនអាចប្រកែកបានបុគ្គលដែលចង់ខ្លាចទៅជាអ្នកដឹកនាំដែលមានសក្តានុពលនិងមានគុណភាពដែលប្រជាជាតិត្រូវការគឺជាបុគ្គលដែលមិនត្រូវបានមករំលងអំពីការវិនិយោគការអប់រំនិងការអភិវឌ្ឍនិងការបណ្ដុះបណ្ដាលដែលបញ្ចូលជាមួយនឹងចំណេះដឹងខាងបច្ចេកវិទ្យាឲ្យស្របទៅតាមសង្គមស៊ីវិល័យសម័យជឿនលឿនសរុបជារួមមកតលហេកទាំង3របស់ក្រុមយើងខ្ញុំគឺពិតជាបានចូលរួមយ៉ាងសកម្មជាមួយនឹងប្រធានបទខាងលើហើយក្រុមបដិសេធយើងខ្ញុំមិនបានរួចច្រានថាការវិនិយោគកម្មវិធីលើកម្ពុជាកាយរដ្ឋបង្កើនអ្នកដឹកនាំសង្គមប្រកបដោយគុណភាពនោះដែរប៉ុន្តែប្រសិនបើមានការចូលរួមបន្ថែមពីតលហេកទាំង3របស់ក្រុមបដិសេធយើងខ្ញុំទៀតនោះពិតជាបានបង្កើនអ្នកដឹកនាំសង្គមប្រកបដោយគុណភាពជាក់ជាមិនខាននេះជាការបណ្ណាអង្គវេទកាទាំងមូលជាទីស្រឡាញ់បន្ថែមពីនេះទៅទៀតក្នុងនាមយើងខ្ញុំជាក្រុមបដិសេធសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាក្រសួងអប់រំយុវជនកីឡាមាតាបិតាព្រមទាំងស្ថាប័នដៃគូពាក់ព័ន្ធនានាដែលបានចូលរួមយកចិត្តទុកដាក់លើកកម្ពស់និងអភិវឌ្ឍមូលធនមនុស្សតាំងពីកុមារភាពដល់មនុស្សវ័យចំណាស់ដែលជាកម្លាំងស្នូលរបស់សង្គមជាតិដ៏មានសក្តានុពលក្នុងការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើនយើងខ្ញុំក៏សូមសំណូមពរដល់បុគ្គលគ្រប់រូបត្រូវតែបន្តការយកចិត្តទុកដាក់បន្ថែមទៅលើការការពារការអប់រំនិងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនទាំងការសិក្សានិងសមត្ថភាពពីធម្មជាតិដើម្បីឲ្យខ្លួនខ្លាចទៅជាអ្នកដឹកនាំសង្គមប្រកបដោយគុណភាពនៅថ្ងៃអនាគតតើយើងគួរតែផ្ដោតទៅលើការវិនិយោគកម្មវិធីកាយរដ្ឋតែមួយមុខឬយ៉ាងណាចុះបុគ្គលដទៃដែលកូនមកស្ថិតនៅក្នុងចលនាកាយរដ្ឋតើពួកកូនមិនមាននៅសិទ្ធិនិងសមត្ថភាពទេឬដើម្បីឲ្យខ្លួនខ្លាចទៅជាអ្នកដឹកនាំសង្គមដែលជាត្រូវការដូចនេះចូលយើងកុំសម្លឹងទៅមើលតែដើមឈើមួយដើមគឺយើងត្រូវតែសម្លឹងមើលព្រៃទាំងមូលពីសំខាន់ៗនៃអ្នកដឹកនាំល្អក្នុងតាមវិជាទស្សនៈសាសនាការវិនិយោគលើ